ដែលកូននៅឆ្ងាយសូមអ្នកមិនដាយលោកកុំបារម្ភកូនពិតជាអរគុណដែលមើលថែកូនបានយ៉ាងល្អិតល្អន់ទោះបីជាគ្មានប្រាក់ក៏យកចិត្តទុកដាក់មើលថែកូនទោះបីយ៉ាងក្រក្រៃតែគ្រួសារមានសុខភាពមង្គលពីខ្មែរដល់កូរ៉េវាពិតឆ្ងាយខ្លាំងណាស់ 5000 គីឡូម៉ែត្រហោះតាមជើងអាកាសសំពះលាពុកម៉ែកូនសុំចេញពីផ្ទះគ្រប់យ៉ាងដើម្បីលុយយកមកជំអែតក្រពះញ៉ាំបាយរួចចូលគេងពីពេលលប់ហើយព្រឹកឡើងខ្ញុំដេកស្ដាប់ម៉ោងរោឆាកជីវិតខ្ញុំជាអ្នកស៊ីឈ្នួលគិតទៅដូចយកឈាមមកបដូរគ្មានអ្នកណាមួយដែលឲ្យតម្លៃគេចង់វាយហើយគេចាប់ជួកជីវិតខ្ញុំអ្នកខាត់អ្នកខៃខ្ញុំកែច្នៃតទៅវាបានផលជីវិតយើងគឺមានតែប៉ុណ្្នឹងប្រឹងតទៀតយើងត្រូវចេះសំឡឹងជើងជាប់ដីស្មារតីឲ្យរឹងចិត្តអង្គអាចមានអំណាចដូចសិនបើសិនដួលយើងក៏ត្រូវតែក្រោកគ្មានអ្នកណាមួយដែលថាចង់ថោកប្រឹងតថ្លៃឲ្យតម្លៃឡើងកោតជីវិតយើងពេលដែលរស់កុំឆោតជីវិតខ្ញុំដើរមកដល់ពេលនេះវាមិនមែនរឿងស្រួលនោះឡើយខ្ញុំដោះខាត់ខ្លួនឯងរាល់ថ្ងៃខ្ញុំកែច្នៃអត់មានធូរស្បើយជីវិតខ្ញុំគេតម្រូវឲ្យស៊ូពុះពៀខ្លាំងគ្មានអ្នកណាដឹងឡើយពេលនេះខ្ញុំនៅក៏ត្រៀមកម្លាំងចេញតតាំងនឹងព្រមលីខិតហើយអ្នកម្ដាយលោកមិនបាច់បារម្ភពេលនេះធំឲ្យលើកូនដឹងហើយកូនចេះគិតដោយគំនិតសាមកុកដើរទៅមុខមិនមែនត្រុកឡើយជីវិតខ្ញុំឲ្យតែមានរស់ស្រួលពេលយើងក្រគ្នាអ្នកចង់រាប់ឡើយមានអ្នកណាដែលក៏ចង់ផ្ចាញ់ផ្ចាល់ពេលនេះវាមិនចំពេលឡើយបទនេះខ្ញុំសូមផ្ញើជូនទៅដល់អ្នកម្ដាយដែលបានមើលថែកូនតាំងពីបាតជើងក្រហមរហូតមកដល់ពេលនេះកូនពិតជាអរគុណសម្រាប់ការលះបង់ដ៏ធំធេងដែលមិនអាចកាត់ថ្លៃបានសូមអរគុណពេលដែលកូននៅឆ្ងាយសូមអ្នកម្ដាយលោកកុំបារម្ភកូនពិតជាអរគុណដែលមើលថែកូនបានយ៉ាងល្អិតល្អន់ទោះបីជាគ្មានប្រាក់ក៏យកចិត្តទុកដាក់មើលថែកូនទោះបីយ៉ាងក្រក្រៃតែគ្រួសារមានសុខភាពមង្គលទឹកចិត្តអ្នកម្ដាយគ្មានអ្វីអាចមកកាត់ថ្លៃបានមើលថែកូនបានយ៉ាងល្អគ្រប់ប្រាណកូនពិតមានក្តីសុខដែលកើតមកជុំនៃគ្រួសារអរគុណដល់លោកពុកតែងដាំងតឿនផ្ដល់ប្រាជ្ញា